ជំរាបសួរប្រិយមិត្តជាទីមេត្រីជួបជាមួយនឹងខ្ញុំបាទ MB មើលរឿងដែលយប់សម្រាប់ថ្ងៃនេះផងដែរខ្ញុំមិនមែនតគ្នាបន្តនៅរឿងកណ្ដាំដៃប្រហាមីបន្តទៀតអញ្ចឹងចុះនៅថានៅក្នុងពេលនេះលោកមកបណ្ដានោះកុំភ្លេចតាមបានជាមួយនឹង admin ទាំងអស់គ្នាអូខេអ្នកនរគ្នាមុនពេលដែលយើងចូលទៅទស្សនារឿងនេះខ្ញុំបាទ admin មើលរឿងដែលយប់ក៏សូមណែនាំប្រិយមិត្តទាំងអស់គ្នាដែលនិយមចូលចិត្តប្រើការ Bluetooth ងាកមកមើល brand Zombie Cat ដែលមានការរចនាបថទាន់សម័យស័ក្តិសមជាមួយនឹងប្រិយមិត្តយុវវ័យទាំងអស់គ្នា Zombie Cat Cambodia នាំមកជួយនឹងការដែលមានគុណភាពសម្លេងឮច្បាស់បះបុកល្អមិនមានសម្លេងរ៉ែពាក់មិនឈឺត្រចៀកព្រមទាំងមានមុខងារកាត់សម្លេងរំខាន ANC Mode ថែមទៀតផង Zombie Cat Cambodia មានការរចនាបថ design ទាន់សម័យប្លែកភ្នែកតែម្ដងហើយនេះសូម្បីតែ admin ក៏ប្រើវាដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើការកំងទិញអាចឆាទៅសួរ page Zombie Cat Cambodia ទាំងអស់គ្នាសម្រាប់លេខទូរស័ព្ទ admin នៅលើវីដេអូមុននឹងយើងចូលទៅសាច់រឿងកុំភ្លេច subscribe like និង share Facebook admin page ម្នាក់មួយផងណានៅក្នុងពេលនេះបន្ទប់ពីបដារបស់វូកាងលើកកំបិតចាក់មកលើកូនប្រុសរបស់ខ្លួនហើយក៏បាននិយាយទៅកាន់បងស្រីរបស់គាត់ថាបងត្រូវចាំថាអាណាចក្រអមតៈប្រព្រឹត្តអំពើអាក្រក់ច្រើនខ្លាំងណាស់គ្មានអ្វីអាចលុបលាងគេបាននោះទេខ្ញុំសង្ឃឹមថាបងអាចនឹងស្វែងយល់ដោយខ្លួនឯងថ្ងៃនេះគឺជាពេលវេលាដែលរាជវង្សសិង្ហរលំថ្ងៃស្អែកគង់ទៅដល់វេនអាណាចក្រអមតៈដូចគ្នាដល់ពេលឃើញបងស្រីរបស់ខ្លួនដល់ថ្នាក់លើកដៃចាក់សម្លាប់កូនប្រុសរបស់ខ្លួនឯងនិងសុខចិត្តបដូរជីវិតខ្លួនឯងជាមួយនឹងភ្នក់ភ្លើងបែបនេះក៏ធ្វើឲ្យបងស្រីរបស់គាត់ទប់ចិត្តស្រក់ទឹកភ្នែកមិនបានចំណែកប៉ៃខៃទម្រាំតែរកអាកើឃើញតាមពិតគាត់គ្រាន់តែសន្លប់តែប៉ុណ្ណោះនាងក៏នាំគាត់យកទៅផ្ទះបាត់ទៅរឿងក៏លួនមករកវូកាងវិញម្ដងនៅក្នុងពេលនេះគាត់ដូចជាវង្វេងនៅក្នុងពួកអ្វីមួយអញ្ចឹងមិនដឹងតែខ្លួនទៅដល់ទីណានោះទេនៅក្នុងពេលហ្នឹងក៏មានពន្លឺលេចចេញមកដែលជាពន្លឺវិញ្ញាណម្ដាយរបស់គាត់វូកាងក៏បញ្ញាដើរទៅនិយាយជាមួយនឹងម្ដាយរបស់ខ្លួននៅក្នុងពេលនោះម្ដាយរបស់គាត់ក៏បានប្រាប់ពីមូលហេតុដែលលើកដៃចាក់សម្លាប់គាត់នោះក៏ព្រោះតែម្ដាយរបស់វូកាងនៅសេជីវហួរគាត់គឺជាមនុស្សម្នាក់ដែលដឹងមុនមួយជំនាញរបស់មនុស្សទូទៅហើយថែមទាំងនិយាយប្រាប់វូកាងទៀតថាម៉ាក់ធ្វើបែបនេះក៏ព្រោះតែម៉ាក់ដឹងមុនថាស៊ីងនឹងត្រូវកំចាយហើយកូនទៅស្លាប់ដោយសារតែពួកគេនោះទេអញ្ចឹងហើយបានជាម៉ាក់ធ្វើជាចាក់សម្លាប់កូននៅមុខគេឲ្យដឹងថាកូនស្រីរបស់ស៊ីងត្រូវបានស្លាប់បាត់ទៅហើយណាមួយម៉ាក់បានប្រើវិញ្ញាណបញ្ជូនព្រលឹងរបស់កូនទៅបរិមម្នាក់កូនត្រូវចាំថាពីពេលនេះទៅកូនមានឈ្មោះថ្មីមួយទៀតហើយគឺកើហើយសាច់ជីវិតថ្មីរបស់កូននេះជួបទុក្ខលំបាកជាច្រើនខ្លាំងណាស់ដែលម៉ាក់មិនអាចនិយាយបានម៉ាក់សង្ឃឹមថាកូនប្រឹងតស៊ូកុំបោះបង់ចោលអ្វីមួយសោះនិយាយហើយម្ដាយរបស់វូកាងក៏រលាយបាត់ទៅសិតតែពេលដែលគាត់ដឹងខ្លួនមកវិញជាមួយនឹងរូបរាងថ្មីម្នាក់ទៀតដែលគាត់នេះមានឈ្មោះថាកើហើយក៏កំពុងស្ថិតនៅក្នុងផ្ទះដ៏តូចមួយនៅឯជើងភ្នំវូកាងក៏ងើបដើរចេញទៅខាងក្រៅដើម្បីលុបមុខហើយតាមពិតមុខមាត់របស់គាត់គឺជាបរិយាកម្នាក់ដែលធ្លាប់ជួបពេលប្រទៀងបន្ទងគ្នាជាមួយនឹងទាហានវូកាងត្រូវបានផ្លាស់ប្ដូរខ្សែជីវិតថ្មីបើទោះបីនេះជាការចាប់ផ្ដើមថ្មីទូប្រុសរបស់យើងក៏នៅតែចងចាំសម្ដីឪពុកម្ដាយរបស់គាត់ថាទោះជាមានរឿងអ្វីក៏ដោយនៅតែបន្តរស់បើទោះបីជាលំបាកយ៉ាងណាកូនគឺជាក្តីសង្ឃឹមតែមួយគត់របស់ស៊ីងដល់ពេលត្រឡប់មកផ្ទះឈើនេះវិញប៉ៃខៃក៏ដើរទៅសួរថាតើលោកទៅណាបើជាខ្ញុំរកលោកមិនឃើញចឹងគ្រាន់តែសួរឲ្យកសត្វទៅលឺសំឡេងរបស់វូកាងនិយាយប៉ៃខៃមុខឡើងរីកដោយក្របជីអញ្ចឹងនាងមិនដឹងស្មានថាព្រះអង្គម្ចាស់វូកាងកំពុងស្ថិតនៅក្នុងខ្លួនអាកើនោះទេហើយមើលទៅត្បិតតែនាងជាក្មេងកំព្រាពិតមែនតែនៅជាយកក្មេងផ្សេងៗទៀតមកចិញ្ចឹមស្អាតហើយថែមទាំងចិត្តល្អទៀតផងលោកអើយថ្ងៃនេះសប្បាយចិត្តខ្លាំងពេកប៉ៃខៃដល់ថ្នាក់ដាក់ក្មេងៗឲ្យក្រោកឡើងហើយរត់ទៅយកដំណើរត្រឡប់ឲ្យវូកាងទៀតផងព្រោះតួអង្គរបស់យើងម្នាក់នេះកាលពេលគាត់នៅជាអាកើគាត់ជួយចិត្តញ៉ាំខ្លាំងណាស់តែមានណាគាត់បែរជាក្រវេដៃចេញទៅវិញដោយមើលទៅអាកឹងកិរិយារបស់អាកើរៀងចម្លែកប៉ៃខៃក៏បាននិយាយថាតើលោកក្តៅខ្លួនឬក៏យ៉ាងម៉េចនេះប្រហែលជាលោកប៉ះទង្គិចក្បាលហើយមិនដឹងបានជាដូចជាបាត់ការចងចាំអញ្ចឹងវូកាងតាមពិតគាត់ស្គាល់ប៉ៃខៃដែរតាព្រោះធ្លាប់ចាប់កាច់ដៃរបស់នាងរឿងរត់គេចពីគាត់នឹងឯងមិនគិតច្រើនទៀតវូខាងក៏បំរុងដើរចេញទៅខាងក្រៅនេះក៏ជន់ទៅជួយកងទ័ពស៊ីងដែលសេសសល់ប៉ៃខៃនិងក្មេងៗទាំងអស់នាំគ្នាសើចតែម្ដងពួកគេគិតថាទូប្រុសរបស់យើងនិយាយលេងទេឬព្រោះរត់ដងអាកើគាត់គឺជាមនុស្សម្នាក់ដែលខ្លាចខ្លាំងណាស់ទៅណាមកណាលុះត្រាតែមានប៉ៃខៃទៅជាមួយនៅក្នុងពេលដែលចិត្តរបស់គាត់កំពុងតែពុះកញ្ជោផងនោះវូកាងក៏បញ្ញាដើរចេញទៅដល់ពេលប៉ៃខៃព្យាយាមគាត់ក៏ចាប់ផ្ដើមកាច់ដៃរបស់នាងម្ដងទៀតឃើញចឹងក្មេងៗទាំងអស់ក៏នាំគ្នាមកវាយច្រើនរហូតដល់វូកាងដួលទៅលើដីគ្រាន់តែប៉ុណ្ណឹងលេងគាត់ស្ដាប់តែថាឲ្យក្មេងៗទាំងអស់នោះថានេះពួកឯងឈួតតែដឹងបានលេងបែបនេះប៉ៃខៃក៏មានអារម្មណ៍ថាមើលទៅគាត់ដូចជាមិនមែនអាកើនោះទេទូស្រីរបស់យើងក៏ទាញយកអមមកវិញលើករបស់វូកាងធ្វើឲ្យគាត់ដួលសន្លប់បាត់ទៅដល់ពេលភ្ជាប់ឡើងមកវិញពួកគេក៏បាននាំគ្នាចាប់ចងវូកាងជាប់ប៉ៃខៃក៏យកចង្កឹះមកធ្វើទរណកម្មរបស់វូកាងហើយនិយាយទៅកាន់គាត់ថាសូមវិញ្ញាណអាក្រក់ដែលស្ថិតនៅក្នុងអាកើឆាប់ចេញពីរូបគេងកាយរបស់គាត់ភ្លាមទៅមិនដឹងថាអ្នកឯងជានរណានោះទេឆាប់ចេញពីគាត់ភ្លាមទៅបើមិនចឹងទេខ្ញុំនឹងគៀបដៃរបស់ឯងឲ្យតតែបាក់រំលែងបានតទៅទៀតវូកាងក៏ឆ្លើយថាខ្ញុំគឺជាអាកើឥឡូវនេះខ្ញុំចង់ចាំវិញហើយឆាប់ដោះលែងខ្ញុំទៅឮចឹងប៉ៃខៃក៏ឲ្យក្មេងៗស្រែកចំណងខ្លះចេញពីតួអង្គរបស់យើងរ
ឬហើយនាងក៏នោះក្មេងៗទាំងអស់ទៅញ៉ាំបង្អែមវូកានធ្លាប់តែជាព្រះអម្ចាស់រស់នៅក្នុងរាជវាំងអ្នកបម្រើឆ្វេងស្ដាំដល់ពេលគាត់ប្រែមកជាបែបនេះរៀនមិនទៅសម្របខ្លួនបាននៅឡើយនោះទេបែកខែក៏ได้យកបង្អែមមកឲ្យទូប្រុសរបស់យើងតែវូកានក៏បាននិយាយថាខ្ញុំមិនឃ្លាននោះទេឲ្យក្មេងៗញ៉ាំទៅខ្ញុំរីកជាក្បាលបន្តិចចឹងចង់សម្រាប់មុនហើយលឺចឹងទូស័យរបស់យើងក៏តបវិញថាអញ្ចឹងបើលោកមិនតឃ្លានទេខ្ញុំចាប់ទុកឲ្យលោកពេលណាលោកឃ្លានលោកទៅញ៉ាំទៅរហូតយប់រៀងស្ងាត់គ្រប់គ្នាក៏គេងអត់ទៅវូកានក៏ស្នេហ៍ចំណងចងដៃរបស់គាត់បានក៏ក្តារមកមើលពួកក្មេងៗនឹងទូស័យរបស់យើងដល់ពេលឃើញនាងគេងលក់ទៅហើយក៏ជិះទុកត្រីបន្តិចបន្តួចឲ្យគាត់ញ៉ាំវូកានក៏ចាប់ផ្ដើមរៀងទូនចិត្តតែម្ដងលុះដល់ពេលព្រឹកឡើងវូកានក៏ចេញពីផ្ទះទៅមើលក្រុងស៊ីងថាតែយ៉ាងម៉េចទៅហើយដល់ពេលម្ដងបានត្រឹមលួចលបមើលសាកសពឪពុករបស់ខ្លួនត្រូវគេចងនៅលើឈើឆ្កាងរីឯមន្ត្រីដែលគោរពស្រឡាញ់មិនព្រមចូលសាច់ហ្វាក៏ត្រូវគេយកមកប្រហារជីវិតចងក៏ទម្លាក់ចូលមកក្រោមនៅខ្លោងទ្វារដែលមើលទៅគួរឲ្យអាណយថងខ្លាំងមែនទែនពួកគេធ្វើអញ្ចឹងចង់បង្ហាញឲ្យប្រជាជននៅក្រុងស៊ីងទាំងអស់កោតខ្លាចគេមិនត្រឹមតែប៉ុណ្្នឹងនោះទេកូនសាច់ហ្វាស៊ូសាវគេក៏យកខ្សែតីមកវាយលើរូបកាយសពរបស់សាច់ស៊ីងហើយស្ដីទៅប្រាប់ប្រជាជនថាមើលឲ្យហើយទៅនេះគឺជាមនុស្សដែលចង់ប្រឆាំងជាមួយនឹងអាណាចក្រអមតៈចុងក្រោយមានតែត្រូវស្លាប់ខ្លួនឯងតែប៉ុណ្ណោះសូម្បីតែសាច់ញាតិក៏ត្រូវស្លាប់ដល់ដែរមាននរណាម្នាក់ជួនដំណើររបស់គេនោះទេវូកាបានត្រឹមឈរមើលឲ្យខំមាត់តែប៉ុណ្ណោះស៊ូសាវក៏សែកថាឲ្យប្រជាជនស៊ីងនឹងបង្ខំឲ្យពួកគេនៅក្នុងស្ដីបន្ទោសថាឲ្យសាច់ស៊ីងថាជាមនុស្សថោកទាបអន់ច្បាំងមិនឈ្នះគេធ្វើឲ្យប្រជាជនទាំងអស់ស្លាប់ក្នុងដៃរបស់គេហើយមិនត្រឹមតែប៉ុណ្្នឹងនោះទេបើសិនជាប្រជាជនទាំងអស់មិនព្រមនិយាយតាមគេនឹងឲ្យទាហានទាំងអស់ធ្វើទរណកម្មមិនខានបានមួយសន្ទុះក៏សិតទៅលោកមេតបអាននិងកូនតបរបស់គាត់ដែលនៅសេសសល់ស្ទុះលូតមកកាប់ប្រហារចង់ដណ្ដើមយកសាកសពរបស់ស្ដេចស៊ីងទៅវិញនេះលោកមេតបអាននៅមិនទាន់ស្លាប់នៅឡើយនោះទេឃើញមានឱកាសវូកានក៏ចូលរួមដៃគ្នាជាមួយនឹងលោកមេតបអានដំបូងមេតបអានគិតស្មានថាជារាជសាមញ្ញធម្មតាគ្រាន់តែចង់ជួយគាត់តែប៉ុណ្ណោះតែដល់ពេលវូកាននិយាយថាលោកមេតបអានឆាប់ការពារខ្ញុំសិនខ្ញុំនឹងទៅយកសាកសពឪពុករបស់ខ្ញុំមកវិញគ្រាន់តែឮបែបនេះមេតបអានស្ទើរតែមិនចង់ជឿថានេះគឺជាព្រះម្ចាស់របស់គាត់ដែលតាមពិតគាត់នឹងមានជីវិតនៅឡើយនោះទេលោកមេតបអានក៏បានហុចប្រេងមួយដបទៅឲ្យវូកានដើម្បីឲ្យគាត់យកទៅបោះទៅលើសាកសពរបស់ស្ដេចស៊ីងទុកជាការបូជាជូនគាត់វូកានមុនពេលដែលគាត់ឡើងទៅដុតភ្លើងក៏ជិះរើបានបន្តោស្លារបស់ស្ដេចស៊ីងស៊ូសាវក៏បានចេញមកបញ្ជាឲ្យកូនចៅរបស់គេឆាប់សម្លាប់កូនតបស៊ីងឲ្យអស់ភ្លាមទៅកុំទុកសូម្បីតែម្នាក់វូកានក៏ចាប់ផ្ដើមដុតភ្លើងបញ្ជាសាកសពរបស់ឪពុកខ្លួនតែនៅក្នុងចិត្តរបស់គាត់គិតថាគាត់គឺជាកូនអកតញ្ញូដែលមិនអាចជួយឪពុករបស់ខ្លួនឯងបានសូម្បីប្រជារាស្ត្រក្រុងស៊ីងក៏ត្រូវគេធ្វើបាបចំណែកឯមន្ត្រីដែលក្បត់ស្ដេចស៊ីងក៏ជិះយកកំបិតបំរុងមកចាក់ទូប្រុសរបស់យើងទៀតផងតែក៏ត្រូវគាត់ដឹងតាន់វូកានក៏ចាប់កាត់ផ្ដាច់បំពង់កមន្ត្រីចិត្តអាក្រក់ម្នាក់នោះឲ្យស្លាប់បាត់ទៅស៊ូសាវក៏ឈរមើលពីខាងលើឃើញទូប្រុសរបស់យើងប៉ុន្តែរីសពិសពិលហើយគេក៏បញ្ជាឲ្យកូនចៅរបស់គេបាញ់ព្រួនជាច្រើនមកលើគាត់ទៀតផងឃើញដូចនេះលោកមេតបអាងក៏ឲ្យទាហានរបស់គាត់យករបាំងការពារមកពាំងកុំឲ្យមានគ្រោះថ្នាក់ដល់ព្រះអម្ចាស់វូកានដែលឃើញតែទ័ពដែលនៅសល់ទប់មិនរួចទាហានរបស់សាច់ហ្វានោះវូកានក៏ទាញយកសេះពីក្បាលហើយរត់គេខ្លួនចេញពីកន្លែងនោះជាមួយនឹងលោកមេតបអានបាត់ទៅបន្ទាប់ពីនឹងមកវូកានក៏នាំមេតបអានទៅផ្ទះជើរបស់ប៉ៃខៃហើយក៏បានប្រាប់ទៅមេតបអានថាលោកមេតបអានសម្រាប់នៅទីនេះសិនទៅព្រោះថានេះគឺជាផ្ទះរបស់ក្មេងស្រីម្នាក់ដែលមានឈ្មោះថាប៉ៃខៃនាងគឺជាមនុស្សម្នាក់ដែលគិតថាខ្ញុំគឺជាអាកើបរិមម្នាក់ដែលធ្លាប់នៅជាមួយនាងអញ្ចឹងចាប់ពីពេលនេះទៅលោកជប់ហៅខ្ញុំថាព្រះអង្គម្ចាស់ទៀតទៅឈ្មោះថ្មីរបស់ខ្ញុំគឺអាកើតែលោកយល់ដែរឬទេដែលឃើញសភាពរបស់លោកមេតបអានមានអាការៈធ្ងន់ធ្ងរខ្លាំងពេកគាត់ក៏ចង់នាំលោកមេតបអានទៅរកគ្រូពេទ្យប៉ុន្តែក៏ត្រូវលោកមេតបអានបដិសេធហើយនិយាយថានៅខាងក្រៅមានទាហានរបស់សាច់ហ្វាច្រើនខ្លាំងណាស់ខ្ញុំក៏មិនដឹងថាអាចមាននឹងហាមប្រមាណម៉ោងនោះដែរតែអ្វីដែលខ្ញុំសប្បាយចិត្តនោះគឺបានឃើញព្រះអង្គម្ចាស់នៅមានជីវិតខ្ញុំគិតថាបន្ទាប់ពីព្រះអង្គស៊ីងត្រូវបានស្លាប់ហើយកូនប្រុសរបស់គាត់ក៏លាចាកលោកទីនោះអញ្ចឹងខ្ញុំរស់នៅក៏គ្មានន័យអ្វីនោះដែរប៉ុន្តែពេលនេះខ្ញុំស្លាប់បិទភ្នែកចិត្តហើយពេលដែលឃើញព្រះអង្គម្ចាស់នៅឈរចំពោះមុខខ្ញុំបែបនេះពីសម្ដីរបស់គាត់និយាយមកបែបនេះពិតជាសមជាមេតបដែលស្មោះត្រង់ពិតមែនមនុស្សស្មោះត្រង់ដូចជាគាត់មិនងាយរកបាននោះទេវូកានក៏មិនដែលជឿឃើញគាត់ស្លាប់នោះដែរគាត់ក៏ព្យាយាមដើររកថ្នាំនិងកណាត់មករួមរបួសប៉ុន្តែមិនឃើញសូម្បីតែមួយបានមួយសន្ទុះប៉ៃខែក៏បានដល់នាងក៏ហុចកណាត់រួមរបួសនឹងថ្នាំខ្លះឲ្យទៅវូកានហើយនិយាយប្រាប់គាត់ថានេះលោកយកកណាត់នេះទៅរួមរបួសឲ្យគាត់សិនទៅខ្ញុំបានឃើញលោកព្យាយាមជួយសង្គ្រោះគាត់ឲ្យរួចផុតពីទាហានហ្វាទេផងអញ្ចឹងមិនបាច់ខ្វល់ពីខ្ញុំនោះទេឆាប់ទៅជួយគាត់សិនទៅវូកានក៏បញ្ញាទៅរួមរបួសឲ្យលោកមេតបអានដើម្បីឲ្យគាត់ចាប់ជាសះស្បើយប៉ៃខែចិត្តល្អខ្លាំងណាស់នាងក៏បានដើរមកនិយាយប្រាប់លោកមេតបអានថាលោកអាចសម្រាប់នៅផ្ទះខ្ញុំបានមិនបាច់ក្រែងចិត្តខ្ញុំនោះទេចង់យូរប៉ុណ្ណាក៏បានដែរនិយាយហើយនាងក៏ដើរចេញបាត់ទៅរឿងក៏លុះចូលមកក្រុងស៊ីងស្ដេចហ្វាដែលទើបតែវាបានក្រុងស៊ីងនេះក៏បានឡើងកាន់កាប់ទឹកដីនេះដោយជោគជ័យ
នៅក្នុងពេលនឹងសៀនឆៃក៏ឲ្យគាត់ទទួលសំណើពីស្ដេចស៊ីងដោយរូបត្បូងថ្មឲ្យគេគ្រប់ប្រព័ន្ធកែជារៀងរាល់ខែស្ដេចហ្វាក៏តទៅវិញថាដោយសារតែខ្ញុំទៅវាបានក្រុងនេះមិនទាន់បានប្រមាណនោះទេអញ្ចឹងខ្ញុំខ្លាចតែថាមិនអាចឲ្យប្រជាជនទៅជីកត្បូងថ្មឲ្យខ្ញុំបានភ្លាមនោះទេខ្លាចតែពួកគេមិនមកធ្វើទុកពេលខ្ញុំរៀបចំក្រុងនេះសិនទៅសៀនឆៃក៏តទៅវិញថាតាមបញ្ជារបស់ស្ដេចអាណាចក្រអមតាគឺចង់ឲ្យលោកបំរើតាមអ្វីដែលគេត្រូវការអញ្ចឹងហេតុអ្វីបានលោកមិនឆ្លាតសអញ្ចឹងស្ដេចស៊ីងបានដាក់បញ្ជាឲ្យប្រជាជនរបស់គេទាំងអស់ទៅរៀបការហើយមិនបាញ់បញ្ជីត្បូងថ្មនោះទេចឹងហើយបើជាគេខ្វះខាតត្រូវយើងកំចាយចោលចំណែកឯលោកគឺជាស្ដេចថ្មីលោកអាចផ្លាស់ប្ដូរច្បាប់បានទាំងអស់បដូរពីអ្នករៀបការហើយឬមិនតរៀបការមិនតែមានកូនឬក៏គ្មានកូនពួកគេសិតតែអាចជីកត្បូងថ្មបានទាំងអស់ហើយបើខ្លាចពួកគេមិនព្រមធ្វើលោកយកថ្នាំទឹកមីទៅខ្ញុំបានវាមកពីអាណាចក្រអមតាលោកគ្រាន់តែបាយវានៅលើដីរយៈពេលតែ3ថ្ងៃតែប៉ុណ្ណោះនឹងឃើញលទ្ធផលហើយវាអាចជួយឲ្យលោករកត្បូងថ្មមួយគុណ10ឯណោះលោកចាំតែមើលទៅសៀនឆៃចង់លេងមួយក្បាច់នេះចង់ឲ្យប្រជាជនស៊ីងស្លាប់ទាំងរស់តែម្ដងដើម្បីរកត្បូងថ្មឲ្យគេចំណែកទូប្រុសរបស់យើងឯវិញក៏បានមករត់ត្រីជាមួយនឹងប៉ែខៃដែលមើលទៅទូស្រីរបស់យើងនេះដូចជាចេះវិជាចម្លែកអ្វីមួយអញ្ចឹងគ្រាន់តែនាងចាប់យកថ្មមកកាន់ញីចូលញីឡើងក៏ចេញពលឺហើយក៏ធ្វើឲ្យត្រីជាច្រើនបង្ហាញខ្លួននៅចំពោះមុខគេតែម្ដងហើយអ្វីដែលពិបាកនោះគឺវូកាងគាត់ដូចជាមិនចេះចាប់ត្រីដែលហែលចំពោះមុខគាត់នោះទេនេះគាត់ធ្លាប់តែធ្វើជាព្រះអម្ចាស់ដល់ពេលអញ្ចឹងគាត់រៀងពិបាកបន្តិចហើយមកធ្វើខ្លួនឯងដោយមើលទៅពិបាកភ្នែកមើលពេកប៉ែខៃក៏កាន់តែសង្ស័យទៅលើគាត់បន្ថែមទៀតរីឯស៊ូសាវក៏បានបោកនារីកមុំម្នាក់មកធ្វើជាអាហាររបស់បិសាចហួយមូហើយមើលទៅគាត់នេះលីស៊ីមនុស្សជាអាហារតែម្ដងសារពាង្គកាយរបស់គេដែលបាត់បង់កន្លែងណាគ្រាន់តែយកមនុស្សមកបូជានោះវានឹងប៉ះបើឲ្យគេវិញបន្ទាប់ពីយកស្រីកមុំទៅបូជាឲ្យហួយមូហើយស៊ូសាវក៏បានមកអង្គុយនឹកដល់រូបភាពប្រមាណថ្ងៃមុនថាគេបានឃើញបរិមម្នាក់ដែលមានមុខមាត់ដូចជាវូកាងតាមពិតគេនោះមិនទាន់ស្លាប់នោះទេគេក៏បញ្ជាឲ្យកូនចៅរបស់គេទាំងអស់ស្វែងរកទូទាំងក្រុងអំពីកូនស្ដេចដែលមានឈ្មោះថាវូកាងបើឃើញកន្លែងណាសម្រាប់គេចោលកន្លែងហ្នឹងតែម្ដងទៅងាកមករកវូកាងនៅប៉ែខៃនេះវិញបន្ទាប់ពីពួកគេរកត្រីរួចហើយប៉ែខៃក៏បានបោកឲ្យវូកាងចូលទៅបង្កាត់ភ្លើងរួចហើយនាងក៏ទាញទម្លាក់នៅរន្ទះមួយសង្កត់លើតួប្រុសរបស់យើងតែម្ដងគាត់ចង់ធ្វើនេះចង់ដឹងថាតាមពិតនេះគឺជាអាកើឬក៏អ្នកណាមួយពេលដែលនាងសួរចម្លើយក៏ឃើញថាគាត់និយាយរដែរដប់ហើយវូកាងក៏បាននិយាយបែបនេះថាតើអ្វីដែលខ្ញុំចាំគ្រួសាររបស់ខ្ញុំគឺជាអ្នកជីកត្បូងថ្មដោយសារតែខ្ញុំធ្លាក់ពីលើភ្នំទើបធ្វើឲ្យការចងចាំរបស់ខ្ញុំបាត់បង់អ្វីដែលខ្ញុំចងចាំនោះគឺឈ្មោះរបស់ខ្ញុំគឺថាអាកើប៉ុន្តែមើលទៅប៉ែខៃដូចជាមិនគិតអញ្ចឹងនោះទេនាងថែមតែសួរទៅវូកាងដែរថាលោកទៅជាអ្វីជាមួយនឹងស្ដេចស៊ីងបានជាហ៊ានចូលទៅប្រយុទ្ធជាមួយនឹងទាហានហ្វាបែបនេះគ្រាន់តែសួរបែបនេះហើយវូកាងភ័យដល់ថ្នាក់ជ្រូបណ្ដោះស្លាកសញ្ញារបស់គ្រួសាររបស់គេទៀតផងមើលទៅការលាក់បាំងរបស់គាត់នេះចិត្តដែរអត់នោះកុំភ្លេចតាមដានទស្សនាជាមួយនឹង admin នៅពេលបន្តទៀតដែរអរគុណសម្រាប់ការតាមដានរឿងនេះពីដើមដល់ចប់ខ្ញុំបាទ admin មើលដល់យប់ក៏សូមជម្រាបលាដល់អ្នកទាំងគ្នាត្រឹមប៉ុណ្្នេះសិនជួបគ្នានៅវីដេអូបន្តទៀត